xua này đang ngheថ្ងៃនេះខ្ញុំក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខេត្តព្រៃវែងមួយរូបនាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយនិងមានមោទនភាពចំពោះខេត្តព្រៃវែងដែលបង្កើតបាននៅសមិទ្ធផលថ្មីមួយទៀតនោះគឺទឹករាំការរាំហើយនៅពីក្រោយសមិទ្ធផលថ្មីមួយនោះគឺនាងខ្ញុំសូមគោរពអរគុណដល់អាដាមស៊ូសមាលីនដែលបានបង្កើតនៅនិងនាំមកនៅសមិទ្ធផលថ្មីជូនមកដល់ខេត្តព្រៃវែងខ្ញុំមានចំណាំថាខេត្តព្រៃវែងឥឡូវគឺវាហៀលខ្លាំងមែនតើព្រោះថាខេត្តព្រៃវែងឥឡូវអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំគឺអភិវឌ្ឍរហូតឆ្នាំមុនសង្គ្រាមព្រៃវែងបានប្រព្រឹត្តទៅយ៉ាងធំកក្រឹកកក្រែងឆ្នាំនេះទៅហេតុថាយើងអត់បានប្រពៃពិធីបន់នំទុកក៏ពិតមែនក៏យើងបានមានទឹករួមការរួមនៅខាងក្រោយក្នុងខ្ញុំនេះជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តមស៊ុសមាលីនដែលជាអភិបាលខេត្តព្រៃវែងដែលបានបង្កើតសមិទ្ធផលថ្មីនៅក្នុងខេត្តព្រៃវែងដែលមានទឹករួមការរួមនៅខាងក្រោយក្នុងខ្ញុំនេះហើយសង្ឃឹមថានៅឆ្នាំក្រោយទៀតនឹងមានអីផ្លែចំណេញទៀតសប្បាយចិត្តហើយឃើញថាការវិវត្តពីមួយជំហានទៅមួយជំហានអញ្ចឹងគឺល្អទៅហើយខេត្តយើងកាន់តែរីកចម្រើនខ្លាំងឡើងហើយមិនចាញ់ខេត្តគេផ្សេងទេគឺស្អាតមែនតើស្រឡាញ់ចូលអរគុណគាត់ជាខ្លាំងដែលគាត់បានបង្កើតធ្វើឲ្យមានកម្មវិធីកើតឡើងហើយដោយថាមានសកម្មភាពថ្មីច្រើនឡើងអញ្ចឹងហើយខេត្តយើងវាលែងដូចជាខេត្តដែលគេថាខេត្តតូចហើយអត់មានអីល្បីល្បាញខេត្តតូចជាងគេដល់ឥឡូវយើងខេត្តយើងមើលមានមុខមានមាត់ច្រើនហើយរីកចម្រើនច្រើនមែនតើមានអារម្មណ៍ថាសប្បាយចិត្តដែលក្នុងខេត្តព្រៃវែងយើងមានការតាំងពីពណ៌នឹងបាញ់ទឹកកំជ្រួយទឹកពោះទឹកស្អាតមានអារម្មណ៍សប្បាយចិត្តខុសគ្នាខ្លាំងគឺការអភិវឌ្ឍក្នុងខេត្តព្រៃវែងយើងគឺច្រើនហើយនឹងការធ្វើឲ្យជាប្រវត្តិក្នុងខេត្តព្រៃវែងគឺសប្បាយសូមថ្លែងអំណរគុណដល់លោកអភិបាលខេត្តដែលបានរៀបចំដោយមានកម្មវិធីធ្វើឲ្យបានសប្បាយមានការបាញ់ទឹកស្អាតគឺសូមថ្លែងអំណរគុណដល់លោកអបាលខ្ញុំមកពីខាងបកោពីមុនយើងអត់សូវខាត់យើងអត់សូវមានអីដែលរីកចម្រើនអញ្ចឹងណាហើយដល់ពេលឥឡូវអភិវឌ្ឍពីមួយកម្រិតទៅមួយកម្រិតខ្ញុំអរគុណដល់ថ្នាក់ដឹកនាំដែលបានបង្កើតសមិទ្ធផលនេះឡើងហើយបានបងប្អូនមកទស្សនាច្រើនកកកអញ្ចឹងណាបង